បាទសួស្តីកូនៗអរគ្នាអញ្ចឹងថ្ងៃនេះមកជួបលោកគ្រូភាសាទៀតតាក់ទងនឹងគណិតវិទ្យាបាទវិធីចែករបស់យើងថ្នាក់ទី4បាទអញ្ចឹងលោកគ្រូឃើញលំហាត់មួយនេះគឺចូលបំពេញប្រអប់ទៀតទេបាទហើយវិធីចែកធម្មតាមានតែចែកទេបាទឥឡូវលំហាត់ករបស់យើងគេថា8888ចែកនឹងប្រមាណស្មើ4444ណាអញ្ចឹងកន្លែងនេះក៏ត្រូវយកលេខនេះចែកប្រមាណដែរស្មើប៉ុណ្នេះបាទអញ្ចឹងយើងរកកន្លែងនេះអញ្ចឹងធម្មតាយើងដល់ឲ្យដឹងថាលេខនេះចែកនឹងប្រមាណស្មើប៉ុណ្នេះអញ្ចឹងយើងរកកន្លែងប្រមាណនេះលេខប្រមាណប៉ុណ្នេះចែកប្រមាណបាទឬក៏លោកគ្រូបង្រួមឲ្យខ្លីលោកគ្រូឃើញថាលេខនេះដូចគ្នាអញ្ចឹងបាទដូចគ្នាអញ្ចឹងលោកគ្រូលុប3ខ្ទង់លោកគ្រូបង្រួមមកខ្លីគឺស្មើនឹងបាទទុកលេខ8មួយចែកប្រមាណស្មើ4នេះឃើញទេព្រោះលេខដូចគ្នាអញ្ចឹងយើងអត់ពិបាកគិតទេបាទបើលេខតូចអញ្ចឹងបាទបានន័យថាចែក2មែនទេឬមួយក៏យើងហៅកន្លែងនេះ4គុណនឹង2ស្មើ8បាទតោះនេះមេលេខគួរទីហោឲ្យនេះបាទអត់ខុសទេណាបាទហើយឥឡូវបើយើងចង់ដឹងថាតើស្មើ2មែនអត់យើងយកមកចែកមកបាទអញ្ចឹងលោកគ្រូយកលេខនេះមកចែកលេខនេះតែម្ដងអញ្ចឹងកូនណាដែលអត់ទាន់សូវចេះចែកយើងមកមើលទាំងអស់គ្នាអញ្ចឹងការចែកយើងមើលខ្ទង់នេះ4ខ្ទង់ហើយយើងមើលកន្លែងនេះ4ខ្ទង់បើសិនជាធំជាងយើងកាត់យក4តែម្ដងហើយយើងបើសិនជាយើងអត់សូវបកកែគិតយើងយកបាទលេខនេះគុណពី1ដល់9កន្លែងនេះក៏ជាកន្លឹះមួយដែរបាទហ្នឹងលោកគ្រូបង្ហាញពីការអ្នកអត់ទាន់សូវចេះចែកបាទយកតួចែកនេះបាទគុណពី1ដល់9ហើយអូនមើលទៅថាលេខណាដែលអាចដកលេខនេះបានអញ្ចឹងលោកគ្រូកុំឲ្យយូរលោកគ្រូគុណហើយតែម្ដងលោកគ្រូយកលេខនេះគុណនឹង2ទៅស្មើនឹងប៉ុណ្ណេះអញ្ចឹងបានន័យថាលោកគ្រូយកឲ្យកន្លែងនេះ2ឃើញទេអញ្ចឹងលោកគ្រូបានប៉ុណ្ណេះបាទបានប៉ុណ្ណឹងមកបាទអញ្ចឹងលោកគ្រូដកទៅបាទ0 0 0 0ឃើញទេអញ្ចឹងបានន័យថាលោកគ្រូយកលេខនេះចែកលេខនេះស្មើ2អញ្ចឹងបានន័យថាលេខនេះចែកនឹង2ស្មើប៉ុណ្ណេះតោះណាបាទលេខនេះចែកនឹង2អញ្ចឹងកន្លែងនេះយើងត្រូវចែកនឹង2ណាបាទលេខនេះចែកនឹង2ស្មើប៉ុណ្ណេះអញ្ចឹងអូនយកលេខនេះមកចែកនឹង2ទៀតស្មើប៉ុណ្ណេះហើយបាទអញ្ចឹងកុំឲ្យខាតពេកយើងធ្វើតែម្ដងបាទ4 បាទបាទយើងចែកជាមួយនឹងបាទគោលរបស់យើងគឺ2មកយើងរកឃើញហើយអញ្ចឹងយើងកាត់យកមួយខ្ទង់ឲ្យប៉ុន្មានឲ្យ2ណោះបាទឲ្យ2យើងបាន4ដកមកសល់0បាទអញ្ចឹងយើងតម្លាក់4ឲ្យ2ទៀតបាទ4មកយើង0បាទតម្លាក់4ទៀតឲ្យ2ទៀតបាទស្មើ4នេះយើងដកមក0តម្លាក់4ទៀតបាទអញ្ចឹងកន្លែងនេះអស់ណាបាទអញ្ចឹងឲ្យ2ទៀតបាទអញ្ចឹងកន្លែងនេះយើងដកមកយើងបាន2000ឃើញទេ2222អញ្ចឹងអូនយកលេខនេះចែកនឹង2ទៀតឃើញប៉ុណ្ណេះហើយអញ្ចឹងត្រឹមត្រូវបាទឥឡូវយើងចូលដល់កន្លែងនេះគឺក៏យកលេខនេះចែកលេខនេះដែរបាទដើម្បីឲ្យដឹងថាចែកប៉ុន្មានអញ្ចឹងលោកគ្រូបានយកលេខនេះមកចែកអញ្ចឹងបើសិនជាខាងចុងមាន02ខាងនេះមាន02យើងសម្រួលមកបាទនេះលោកគ្រូសម្រួលទៅឃើញ6គុតចែកនឹង12អញ្ចឹងលោកគ្រូឲ្យ5តែម្ដងមកបាទហ្នឹងហើយអញ្ចឹងនេះឲ្យ5បាន6គុតបាទញ៉េបាទយើងដកមកសល់0បាទអញ្ចឹងបានន័យថាប៉ុណ្ណេះចែកនឹង5បានប៉ុណ្ណេះអញ្ចឹងលោកគ្រូយកចែកតែម្ដងកុំឲ្យយូរបាទអញ្ចឹងយើងរកកន្លែងនេះយើងយកលេខនេះចែកនឹង5ណោះបាទអញ្ចឹងយើងឃើញនេះហើយបាទយើងកាត់យកមួយខ្ទង់អត់បានយើងកាត់យក2ខ្ទង់ឲ្យប៉ុន្មានឲ្យ4ណោះ4 20ណោះបាទ20អញ្ចឹង20យើងសំណល់សល់4ហើយ0តម្លាក់0បាន40ឲ្យប៉ុន្មានឲ្យ8បាទអញ្ចឹងយើងបាន40ណោះបាទអូខ
ខេ40ដក40 0អញ្ចឹងកន្លែងនេះស្មើ45 3បាទហ្នឹងហើយអញ្ចឹងលោកគ្រូមានប៉ុណ្ណឹងយើងដឹងថាតើប៉ុណ្ណេះចែកប៉ុន្មានដល់ប៉ុណ្ណេះបានន័យថាយើងយកលេខនេះចែកលេខនេះតែម្ដងអញ្ចឹងលោកគ្រូឧទាហរណ៍ឲ្យទូចលេខទូចនេះបាទដើម្បីអូនខ្លះដែលអត់ចេះចែកលេខច្រើនចេះហ្នឹងហើយហើយបើអូនចេះចែកលេខច្រើនចេះអូនយកប្រអប់ជាប់គ្នានេះចែកតែម្ដងយកលេខនេះចែកលេខនេះក៏បានឬក៏យកលេខនេះចែកលេខនេះក៏បានអញ្ចឹងលទ្ធផលយើងឃើញ2បានន័យថាយើងយក2ហ្នឹងជាគោលបាទឧទាហរណ៍លេខនេះយកមកចែកម្ដង2ម្ដង2ហោលេខនេះ6000ចែកនឹង1200បានន័យថាយើងស្មើ5ហ្នឹងជាគោលអញ្ចឹងយើងយកកន្លែងលេខចុងនេះប៉ុណ្ណេះចែកនឹង5នេះឃើញប៉ុណ្ណេះបាទអរគុណច្រើនបាទហ្នឹងហើយ